សួស្តីពុកម៉ែបងប្អូនបាទនេះគឺជាសាច់រឿងនៃអាកំបាំងនៃភ្នំខ្មោចបាទដែលភ្នំនេះគឺស្ថិតនៅតាមតំបន់ដាច់ស្រយាលមួយនៅឯខេត្តកំពង់ចាមហើយរឿងនេះតាក់ទងជាមួយនឹងរឿងរ៉ាវផ្សេងបាទក៏ដូចជាអាកំបាំងនៅលើភ្នំខ្មោចហ្នឹងគឺមានភាពរន្ធត់ក៏ដូចជាតាក់ទងជាមួយនឹងអបិយជំនឿផ្សេងជាច្រើនបាទដែលតួអង្គនៅក្នុងរឿងនេះគឺមានក្មេងៗមួយចំនួន3នាក់តែគាត់បានធ្វើដំណើរឡើងទៅកាន់ភ្នំខ្មោចបាទអញ្ចឹងតែ3នាក់នោះគឺមានតួអង្គបុនសានហើយនិងផលបាទដែលគាត់ទាំង3នាក់ហ្នឹងគឺជាក្មេងជំទង់ដែលគាត់បានឡើងទៅកាន់ភ្នំខ្មោចហ្នឹងគាត់បានជួបរឿងចម្លែកជាច្រើនបាទនៅលើភ្នំហ្នឹងបាទហើយភ្នំហ្នឹងគឺមិននៅប្រទេសណាទេគឺនៅក្នុងប្រទេសកម្ពុជាយើងតែម្ដងស្ថិតនៅឯខេត្តកំពង់ចាមផ្ទាល់តែម្ដងបងប្អូនណាបាទកុំឲ្យខាតពេលយូរយើងនាំពុកម៉ែបងប្អូនយើងទៅទស្សនានៅសាច់រឿងនេះទាំងអស់គ្នាតែម្ដងរឿងអាកំបាំងភ្នំខ្មោចនៅតាមតំបន់ដាច់ស្រយាលមួយនៅក្នុងខេត្តកំពង់ចាមមានភ្នំមួយឈ្មោះថាភ្នំខ្មោចដែលអ្នកស្រុកគ្រប់គ្នាខ្លាចរអានិងមិនហ៊ានឡើងទៅដោយងាយនៅឡើយគេនិយាយតគ្នាថានៅលើភ្នំនោះមានរឿងចម្លែកនិងបារមីដ៏ស័ក្តិសិទ្ធិថែរក្សាដែលអាចផ្ដល់សេចក្តីសុខនិងអាចនាំមកនូវគ្រោះថ្នាក់ដល់អ្នកដែលហ៊ានបំពានក្នុងចំណោមអ្នកស្រុកទាំងអស់មានយុវជន3នាក់ជាមិត្តភក្តិនឹងគ្នាឈ្មោះបុនសានហើយនិងផលពួកគេជាអ្នកចូលចិត្តផ្សងព្រេងហើយតែងតែប្រកែកគ្នារឿងភ្នំខ្មោចនេះថ្ងៃមួយបុនជាអ្នកដែលមានចិត្តក្លាហានជាងគេបានបបួលមិត្តភក្តិទាំង3នាក់ឡើងភ្នំដើម្បីស្រាយបំភ្លឺនៅអាកំបាំងទាំងអស់នោះបុនក៏បាននិយាយថាពួកឯងខ្លាចអ្វីម្ល៉េះបើមិនហ៊ានឡើងតើយើងនឹងដឹងការពិតបានយ៉ាងម៉េចទៅខ្ញុំឮចាស់និយាយថាមានលអាងអាកំបាំងមួយនៅលើកំពូលភ្នំដែលលាក់ទុកកំណប់ទ្រព្យបុរាណសានបានតបថាកំណប់ទ្រព្យបើមិនមែនជាកំណប់ទេតែជាកន្លែងរបស់ខ្មោចឬសត្វសាហាវវិញផលក៏បានឆ្លើយថាខ្ញុំក៏ខ្លាចដែរប៉ុន្តែបើមិនសាកល្បងម្ដងវានឹងរមែងជាប់ចិត្តរហូតតោះយើងទៅជាមួយគ្នានៅវេលាព្រឹកព្រលឹមស្រាងពួកគេបានត្រៀមខ្លួនរួចជាស្រេចជាមួយនឹងសម្ភារៈបោះជំរំនិងបានចាប់ផ្ដើមដំណើរឡើងភ្នំខ្មោចដល់អាកំបាំងនោះពេលពួកគេឡើងដល់ពាក់កណ្ដាលផ្លូវព្រៃកាន់តែក្រាស់ដើមឈើធំបាំងពន្លឺព្រះអាទិត្យស្ទើរតែអស់ស្រាប់តែបុនបានឃើញអ្វីមួយចែងចាំងនៅក្នុងកំពតព្រៃបុននិយាយថាចាំបន្តិចនោះជាអ្វីគេដើរចូលទៅមើលក៏ឃើញថាវាជាកាក់មាសបុរាណមួយដែលមិនធ្លាប់ឃើញពីមុនមកភ្លាមនោះស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំងធ្វើឲ្យស្លឹកឈើនិងសំឡេងចម្លែកលាន់ឮពេញព្រៃសាននិងផលចាប់ផ្ដើមភ័យខ្លាចយ៉ាងខ្លាំងសាននិយាយថាពួកយើងត្រឡប់ទៅវិញទៅខ្ញុំគិតថាយើងកំពុងបំពេញកន្លែងគេហើយផលក៏តបថាមើលមេក៏ចាប់ផ្ដើមងងឹតលឿនខុសពីធម្មតាទៀតចំណែកឯបុនមិនបានខ្វល់ពីការភ័យខ្លាចរបស់មិត្តភក្តិឡើយព្រោះចិត្តរបស់គេកំពុងតែងប់ងល់នឹងកាក់មាសនិងកំណប់ទ្រព្យដែលគេជឿថាមាននៅខាងលើគេបានលាក់កាក់នោះនៅក្នុងហាប៉ៅហើយបន្តដំណើរទៅមុខដោយបង្ខំទីបំផុតពួកគេក៏បានទៅដល់ទីតាំងលអាងអាកំបាំងដែលបុនបានឮដំណឹងតគ្នាពេលចូលទៅខាងក្នុងភាពស្ងប់ស្ងាត់បានសាយភាយពេញលអាងធ្វើឲ្យពួកគេព្រឺសម្បុរស្រាប់តែនៅចុងលអាងពួកគេឃើញមានវត្ថុចម្លែកមួយរូបរាងដូចជាថ្មឆ្លាក់រូបមនុស្សបុរាណហើយនៅក្បែរនោះមានផ្ទាំងសិលាចារឹកមួយសរសេរថាអ្នកណាដែលលោភលន់ចង់បានទ្រព្យសម្បត្តិដ៏បរិសុទ្ធនេះដោយគ្មានចេតនាល្អនឹងត្រូវជាប់ខ្លួននៅទីនេះជារៀងរហូតត្រូវគោរពបារមីភ្នំភ្លាមនោះថ្មឆ្លាក់រូបមនុស្សបុរាណនោះក៏ចាប់ផ្ដើមបញ្ចេញពន្លឺពណ៌ខៀវស្រាលសំឡេងមួយបានលាន់ឮនៅក្នុងលអាងធ្វើឲ្យរំញ័រទ្រូងអ្នកទាំង3សំឡេងអាកំបាំងនោះបាននិយាយថាហេតុអ្វីបានជាអ្នកលោភលន់ហ៊ានយករបស់ដែលមិនមែនជារបស់ខ្លួនសាននិងផលភ័យលុះព្រលឹង
ពួកគេដឹងថាសំឡេងនោះចង់សំដៅទៅលើកាក់មាសដែលបុនបានរើសសាននិយាយថាបុនប្រញាប់យកកាក់នោះទៅដាក់កន្លែងដើមវិញភ្លាមទៅបុនទើបដឹងខ្លួនហើយក៏ចាប់ផ្ដើមភ័យខ្លាចគេព្យាយាមយកកាក់មាសនោះចេញពីហោប៉ៅប៉ុន្តែស្រាប់តែដៃរបស់គេជាប់ស្អិតទៅនឹងថ្មល្អាងថ្មនៅជុំវិញគេចាប់ផ្ដើមរំកិលរឹតជើងរបស់គេសាននិងផលប្រញាប់ចាប់ទាញបុនចេញប៉ុន្តែទាញមិនរួចឡើយនៅពេលនោះផលបាននឹកឃើញពាក្យចាស់ថាបារមីភ្នំត្រូវការតែចិត្តបរិសុទ្ធនិងការលះបង់ផលបានដកវត្ថុស័ក្តិសិទ្ធិប្រចាំខ្លួនរបស់គេគឺខ្សែដៃដែលម្ដាយឲ្យមុនចែកឋានចេញមកហើយដាក់នៅលើផ្ទាំងថ្មឆ្លាក់ផលនិយាយថាខ្ញុំដឹងថាយើងបានធ្វើខុសហើយសូមបារមីភ្នំអត់ទោសឲ្យយើងខ្ញុំផងខ្ញុំសូមលះបង់វត្ថុនេះដែលជាវត្ថុមានតម្លៃបំផុតរបស់ខ្ញុំដើម្បីបង្រៀនមិត្តរបស់ខ្ញុំកុំឲ្យមានចិត្តលោភលន់តទៅទៀតពេលផលនិយាយចប់ស្រាប់តែពន្លឺពណ៌ខៀវនោះក៏រលត់ទៅវិញហើយដៃជើងរបស់បុនក៏បានរើចេញពីថ្មវិញដោយងាយខ្យល់ព្យុះក៏បានស្ងប់ស្ងាត់ទាំងស្រុងបុនភ្ញាក់រលឹកហើយដឹងគុណមិត្តភក្តិទាំងពីរនាក់ជាពន់ពេកពួកគេទាំង3នាក់បានត្រឡប់ចុះពីភ្នំវិញដោយសុវត្ថិភាពហើយមិនហ៊ានឡើងភ្នំខ្មោចនោះទៀតឡើយបុនបានដឹងថាអាកំបាំងពិតប្រាកដរបស់ភ្នំនោះមិនមែនជាកំណប់ទ្រព្យឡើយតែជាមេរៀនអំពីសេចក្តីលោភលន់និងការគោរពធម្មជាតិទៅវិញទេចាប់ពីពេលនោះមកពួកគេតែងតែប្រាប់តគ្នាដល់អ្នកភូមិអំពីរឿងចម្លែកនៅលើភ្នំខ្មោចមិនមែនដើម្បីឲ្យខ្លាចនោះទេប៉ុន្តែដើម្បីឲ្យយល់ដឹងពីសារៈសំខាន់នៃការរស់នៅដោយសុចរិតបាទអញ្ចឹងរឿងនេះគឺជារឿងខ្លីបាទតកតងជាមួយនឹងរឿងអាកំបាំងនៃភ្នំខ្មោចបាទដែលស្ថិតនៅឯខេត្តកំពង់ចាមបាទអញ្ចឹងពីដើមមកអ្នកស្រុកនៅទីហ្នឹងអត់មាននរណាម្នាក់ហ៊ានឡើងទៅភ្នំខ្មោចនឹងទេបាទអញ្ចឹងក្រោយមកក៏មានយុវជនទាំង3នាក់ហ្នឹងឈ្មោះបុនសាណានិងផលហ្នឹងគាត់ក្លាហានបាទគាត់ចង់ដឹងថានៅលើភ្នំហ្នឹងគឺមានអាកំបាំងអីខ្លះបាទតែពេលដល់ឡើងទៅគឺជួបពិតប្រាកដមែនបាទនៅក្នុងរូងភ្នំហ្នឹងក៏មានដោយតែខ្ញុំបាននិទានពីខាងដើមអញ្ចឹងបាទមានបាទថ្មឆ្លាក់រូបមនុស្សគឺសុទ្ធសឹងតែជាបារមីបាទដែលគេថែរក្សានៅក្នុងរូងភ្នំក៏ដូចជាថែរក្សានៅភ្នំខ្មោចនឹងទៅមូលតែម្ដងបាទបើសិនជាមាននរណាលោភលន់ចង់បានរបស់ទ្រព្យសម្បត្តិអ្នកដទៃបាទទ្រព្យសម្បត្តិបុរាណដែលគេទុកនៅលើភ្នំហ្នឹងគឺអាចនឹងមានគ្រោះថ្នាក់បាទជាប់នៅក្នុងថ្មហ្នឹងតែម្ដងអញ្ចឹងរឿងនេះចាប់ប៉ុណ្្នឹងទេហើយបងប្អូនកុំភ្លេចធ្វើការចុច follow page TikTok ក៏ដូចជា subscribe នៅ YouTube របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននៅរឿងនិទានបាទថ្មីបន្តទៀតបាទពីខ្ញុំបាទសូមអរគុណបាទ